ជំរាបសួរលោកសួស្តីបងប្អូនទាំងអស់នេះខ្ញុំចង់ណែនាំតើតងជាមួយនឹងកម្មវិធីពិសេសមួយតើតងទៅនឹងការស្នើសុំសិទ្ធិរួចចន្ទ្រៃក្នុងប្រទេសកាណាដាទាំងគ្រួសារហើយចំពោះកម្មវិធីនេះគឺមានឈ្មោះថា New Brunswick Business Immigration Stream ដែលជាកម្មវិធីស្នើសុំទៅរួចចន្ទ្រៃទាំងគ្រួសារតាមរយៈការបើកអាជីវកម្មនៅខេត្ត New Brunswick នៃប្រទេសកាណាដាដែលខ្ញុំថាតើតងជាមួយនឹងកម្មវិធីនឹងពិសេសយើងមានចំណុច3សំខាន់ទី1តើតងជាមួយនឹងលក្ខខណ្ឌនៃកម្មវិធីទី2តកតងជាមួយនឹងទីតាំងហើយនឹងទី3គឺតកតងជាមួយនឹងរយៈពេលដែលពុកម៉ែបងប្អូនទទួលបានសិទ្ធិଅନୁជាអចិន្ត្រៃយ៍ចំពោះលក្ខខណ្ឌទី1គឺគេតម្រូវពុកម៉ែបងប្អូនមានអាយុចន្លោះពី19ដល់59ឆ្នាំទី2ត្រូវមានការសិក្សាយ៉ាងណាក៏បាក់លុបឡើងទៅដែរទី3តកតងជាមួយនឹងភាសាអង់គ្លេសឬក៏ភាសាបារាំងបើសិននិយាយភាសាអង់គ្លេសគឺយើងហៅថា IELTS ឬក៏ CLB ហ្នឹងគឺគេទាមទារបងប្អូនគឺមាន IELTS ឬក៏ CLB យ៉ាងណាក៏4ចុចឡើងទៅដែរចំពោះលក្ខខណ្ឌទី4គឺគេទាមទារឲ្យយើងមានបទពិសោធន៍យ៉ាងណា2ឆ្នាំឡើងទៅក្នុងនាមជាម្ចាស់អាជីវកម្មឬក៏ជា Senior Manager ក្នុងក្រុមហ៊ុនណាមួយហើយចំពោះលក្ខខណ្ឌទី5គឺគេទាមទារឲ្យបងប្អូនមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ក៏$50,000កាណាដាដែរតែទ្រព្យសម្បត្តិនេះគឺយើងសំដៅទៅលើផ្ទះដីធ្លីលុយកងក្នុងកងធនាគារអីជាដើមហើយចំពោះលក្ខខណ្ឌទី6គឺរឿងតាក់ទងជាមួយនឹងទឹកប្រាក់ដែលយើងយកទៅបើកអាជីវកម្មនៅក្នុងខេត្ត New Brunswick នេះគឺចាប់ពី$15,000កាណាដាទៅហើយចំពោះខេត្ត New Brunswick នេះខ្ញុំចង់បញ្ជាក់ជូនបងប្អូនថាសម្រាប់ពេលបច្ចុប្បន្ននេះគឺមិនសូវមានការប្រកួតប្រជែងក្នុងការស្នើសុំប្រមាណទេវាជាឱកាសមួយដែលបងប្អូនស្នើសុំគឺគេថាការអនុម័តនឹងគឺមានភាពល្អប្រសើរដែលបងប្អូននឹងអាចនឹងទទួលបានការថាសិទ្ធិមនុស្សជាចន្ទ្រៃនឹងគឺលឿនពុំសូវមានការប្រកួតប្រជែងនេះច្រើនហើយមួយវិញទៀតធម្មតានៅពេលដែលយើងទៅអាជីវកម្មមិនសូវមានអ្នកប្រកួតប្រជែងច្រើនវាជាឱកាសមួយដែលធ្វើឲ្យបងប្អូនដំណើរការអាជីវកម្មទៅយើងជោគជ័យយើងបានប្រាក់ចំណូលពីអាជីវកម្មនឹងហើយចំពោះមូលហេតុតកតងជាមួយនឹងទី2ដែលខ្ញុំថាតកតងជាមួយនឹងរឿងទីតាំងនេះសម្រាប់ខេត្ត New Brunswick ឬក៏រដ្ឋបាលរបស់ខេត្ត New Brunswick នេះគឺมันកំណត់ឬក៏តម្រូវឬក៏ចាត់តាំងតកតងជាមួយនឹងទីតាំងណាមួយសម្រាប់បេក្ខជនឬក៏ investor ទេគឺបងប្អូនមានសិទ្ធិពេញលេញក្នុងការសម្រេចចិត្តក្នុងការបើកអាជីវកម្មក្នុងក្រុងក៏បានជាក្រុងក៏បានដែរសាច់ទៅលើការសម្រេចចិត្តរបស់បងប្អូនតើតើជាមួយនឹងរឿងទីតាំងគឺពិសេសមែនតើខេត្តមួយចំនួនគឺគេមិនអាចឲ្យបងប្អូនបើកដោយសេរីទេគឺគេនឹងកំណត់ទីតាំងជូនបងប្អូនតែម្ដងហើយចំពោះតកតងជាមួយនឹងមូលហេតុទី3ឬក៏ចំណុចទី3ពិសេសហ្នឹងគឺតកតងជាមួយនឹងពេលវេលាដើម្បីបានសិទ្ធិរួចចន្ទ្រៃដោយសារតែតកតងជាមួយនឹងកម្មវិធីទៅខេត្ត New Brunswick នេះគោលការណ៍រដ្ឋាភិបាលរបស់ New Brunswick គឺគេតម្រូវឲ្យបងប្អូនបើកអាជីវកម្មត្រឹមតែ6ខែទេគឺបងប្អូនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការស្នើសុំសិទ្ធិរួចចន្ទ្រៃតែម្ដងអញ្ចឹងយើងចំណេញពេលច្រើនបើធៀបជាមួយនឹងខេត្តមួយចំនួនគឺគេទាមទារឲ្យបងប្អូនបើកយ៉ាងហើយណាក៏12ខែដែរបានយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើសុំសិទ្ធិរួចចន្ទ្រៃអញ្ចឹងបើសិនជាក្នុងករណីបងប្អូនចង់ទៅនៅទឹកដីកាណាដាហើយចាប់អារម្មណ៍ទៅទងជាមួយនឹងខេត្ត New Brunswick នេះបងប្អូនអាចតាក់ទងមក AC Visa បានគឺយើងនឹងលំបាត់ជូនតាក់ទងជាមួយនឹងកម្មវិធីនឹងតែម្ដងហើយជាពិសេសគឺយើងនឹងមានការឆែកលក្ខខណ្ឌបងប្អូនជាមុនសិនដើម្បីប្រកាសថាបងប្អូននឹងគឺមានលក្ខខណ្ឌសមស្របទៅតាមតម្រូវការឬក៏លក្ខខណ្ឌនៃកម្មវិធីទៅខេត្ត New Brunswick នេះឬក៏ក្នុងករណីយើងឆែកទៅលក្ខខណ្ឌបងប្អូនទៅខេត្តផ្សេងអានឹងគឺយើងនឹង recommend ដើម្បីឲ្យបងប្អូនស្នើសុំទៅមានឱកាសក្នុងការទទួលបានសិទ្ធិរួចចន្ទ្រៃតែម្ដងអញ្ចឹងដើម្បីកុំឱកាសដល់ឡងនេះកន្លងហូបបងប្អូនអាចសិក្សាលម្អិតទៅជាមួយនឹងកម្មវិធីជាមួយនឹង AC Visa បានសូមអរគុណ